มันគិតចំណេញឬខាតដីការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយនឹងថៃមិនមែនដើម្បីគណនាអំពីចំណេញឬខាតដីនោះទេប៉ុន្តែដើម្បីកំណត់ការខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺជាការបញ្ជាក់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25ខែវិច្ឆិកានេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននិងឯកសារយុទ្ធដែលបន្សល់ទុកពីសម័យអាណានិគមបារាំងនិងច្បាប់អន្តរជាតិសម្ដេចបវរធិបតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅដល់បញ្ចប់ចំនួននិងបង្កលក្ខខណ្ឌឲ្យពលរដ្ឋនៅតាមព្រំដែនដែលមានបញ្ហាអាចទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងមានធានាការពារធិបតេយ្យភាពនិងបូរណភាពទឹកដីគួរជ្រាបថាតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគុកកម្ពុជាថៃ GBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមការងារវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42និង47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់លេខ59នៅខេត្តបាត់ដំបងកិច្ចការងារនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញកង្វល់ថាកម្ពុជាអាចខាតប្រយោជន៍និងបាត់បង់ទឹកដីជាដើម